សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រំចង់កុំភ្លេចចុច Like Subscribe ផងណាថ្ងៃនេះ Admin យករឿងថ្មីមកសម្រាយទៀតហើយបាទរឿងនេះចាប់ផ្ដើមពីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយរថយន្ត SUV ពណ៌ខ្មៅមួយគ្រឿងបានបំពានភ្លើងស្តុបហើយត្រូវឡានដឹកទំនិញបុកពេញទំហឹងហោះខ្ពស់ឡើងលើអាកាសវីរ៉ាគឺជាជាងជួសជុលនិងអូសយានយន្តដ៏ស្រស់ស្អាតម្នាក់ដែលមានរូបរាង sexy នាងទទួលបានភារកិច្ចអូសឡាននោះទៅកន្លែងបំបែកគ្រឿងបន្លាស់ខណៈដែលនាងរៀបអូសឡាននាងក៏បានរកឃើញប្រអប់3ដែលពេញទៅដោយលុយសុទ្ធលាក់ក្នុងគូតឡានចំណែកប៉ូលីសក៏ដែលចុះត្រួតពិនិត្យគឺមិនបានចាប់អារម្មណ៍លើលុយនេះទាល់តែសោះលុយរាប់លានដែលធ្លាក់ពីលើមេឃនេះបានធ្វើឲ្យវីរ៉ាលែងដឹងខុសត្រូវបន្ទាប់ពីការតស៊ូផ្ទៃក្នុងនាងក៏សម្រេចចិត្តអូសឡានទៅកន្លែងបំបែកគ្រឿងសិនហើយចាំពេលយប់ស្ងាត់នឹងលួចយកលុយនោះដោយសារម្ចាស់ឡានបានស្លាប់នៅនឹងកន្លែងវីរ៉ាគិតថានាងអាចគេចខ្លួនបានយ៉ាងស្រួលតែពេលកំពុងធ្វើការស្រាប់តែមានបុរសពាក់មួកសុវត្ថិភាពជិះម៉ូតូដ៏រអៀសរអាប់ម្នាក់ដែលយើងនឹងហៅថាលោកពូបានលេចមុខនៅក្បែរនាងជាមួយនឹងស្នាមញញឹមគួរឲ្យសង្ស័យវីរ៉ាមិនបានខ្វល់ពីគាត់ទេដោយមានជំនួយពីមិត្តរួមការងារឈ្មោះ Blacky វីរ៉ាបានអូសឡានទៅកន្លែងទុកចោលនៅពេលយប់នាងក៏បានលួចលោតរបងចូលទៅកន្លែងនោះវិញតែពេលនាងទៅដល់ឡាននាងក៏ឃើញ Blacky ក៏បានរកឃើញលុយនោះដែរពួកគេទាំងពីរគឺជាមនុស្សថ្នាក់ទាបនិងមិនអាចទប់ទល់នឹងកាយល្បួងរបស់លុយច្រើនបែបនេះទេដោយសារតែគំនិតឃើញមុខគ្នាចែកគ្នាពាក់កណ្ដាលពួកគេក៏បានកាត់សល់ប្រអប់លុយតែពេលពួកគេហៀបនឹងយកលុយចេញស្រាប់តែលោកពូដែលជិះម៉ូតូថ្ងៃត្រង់នោះក៏បានមកដល់ដែរតើគាត់ក៏ដឹងរឿងលុយនេះដែរឬការពិតគឺលោកពូគឺជាបុគ្គលិកកម្មសិដ្ឋានៃស្ថាប័នរដ្ឋាភិបាលគាត់កំពុងធ្វើបេសកកម្មតាមដានលុយកខ្វក់របស់មហាសេដ្ឋីម្នាក់ការតាមដានត្រូវបានមហាសេដ្ឋីដឹងមុនហើយពួកគេបានរៀបចំឡានបុកដើម្បីបំបត្តិស្លាកស្នាមលោកពូបានឃើញហេតុការណ៍ផ្ទាល់ភ្នែកហើយក៏មានគំនិតចង់លេបត្របាក់លុយកខ្វក់នោះដែរបុគ្គលទាំង3ដែលមានមហិច្ឆតាលក្ខកំបាំងរៀងខ្លួនក៏បានជួបជុំគ្នាប្រអប់3លុយ3កេសត្រូវបែងចែកស្មើគ្នាម្នាក់1កេស Blacky ជនអន្តរប្រវេសន៍ខុសច្បាប់បានសម្រេចចិត្តយកលុយទាំងនោះរត់ទៅអាហ្វ្រិកជាមួយប្រពន្ធរបស់គាត់ភ្លាមលោកពូក៏យល់ព្រមជួយពួកគេចេញទៅក្រៅប្រទេសដោយគិតថាបើមានរឿងអ្វីកើតឡើងគាត់អាចបង្វែររឿងទាំងអស់ទៅលើ Blacky ហើយខ្លួនគាត់និងវីរ៉ានឹងរួចខ្លួនមហាសេដ្ឋីមិនបណ្ដោយលុយរបស់ខ្លួនឡើយលេខាធិការមហាសេដ្ឋីបានចាត់តាំងមេដឹកនាំលោកពូឲ្យតាមដានរឿងនេះវិញពួកគេបានពិនិត្យកាមេរ៉ាសុវត្ថិភាពហើយឃើញវីរ៉ាបានអូសឡានចេញទោះបីជាយ៉ាងណាក៏ដោយពួកគេបានឃើញ Blacky ជិះតាក់ស៊ីចេញទៅពេលយប់ធ្វើឲ្យគាត់คล้ายទៅជាជនសង្ស័យលោកពូដឹងថារឿងធំហើយក៏ប្រញាប់ទៅប្រាប់វីរ៉ាដែលកំពុងជួយ Blacky នៅប្រលានយន្តហោះវីរ៉ាបានបញ្ឈប់ Blacky ហើយស្នើឲ្យគាត់ធ្វើលិខិតឆ្លងដែន Caucasian Blacky បានទៅតំបន់ជនជាតិអាហ្វ្រិកហើយព្យាយាមធ្វើលិខិតឆ្លងដែនតែពេលដឹងថា Blacky មានលុយច្រើនជនជាតិអាហ្វ្រិកម្នាក់ទៀតដែលយើងហៅថាស្បែកជើងបានឡើងថ្លៃមិនពេញចិត្ត Blacky ខឹងក៏លើកដៃក្លែមតែងដែកដែលគាត់បានបាត់បង់ដោយសារគ្រោះថ្នាក់មកគំរាមតែជាអកុសលដៃនោះត្រូវបានគេចាប់បោកបាក់ហោក៏មានការប្រយុទ្ធគ្នាជាមួយក្រុមរបស់ស្បែកជើង Blacky បានរត់គេចឈួនតែបែរជាលួចចុះពីជាន់ទី2ទៅវិញធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប៉ូលីស Blacky ត្រូវប៉ូលីសចាប់ខ្លួនដោយសារតែជាអន្តោប្រវេសន៍ខុសច្បាប់ដោយសារតែអត្តសញ្ញាណបែកធ្លាយវីរ៉ានិងលោកពូក៏បានទុក Blacky នៅប៉ូលីសនៅក្នុងសន្តាគារដែលរងចាំដំណឹងលោកពូនិងវីរ៉ាដោយសារតែភាពស្និទ្ធស្នាលបណ្ដោះអាសន្ននិងឥទ្ធិពលគ្រឿងស្រវឹងក៏មានចិត្តលើកគ្នាហើយបានភ្លេចរឿង Blacky អស់ពេលលោកពូទៅដល់ការិយាល័យគាត់ដឹងថាមេដឹកនាំរបស់គាត់បានយក Blacky ទៅបាត់ហើយមេដឹកនាំបានវាយធ្វើបាប Blacky យ៉ាងដំណំដើម្បីឲ្យគាត់និយាយការពិតលោកពូភ័យខ្លាច Blacky ក្បត់ក៏លួចយក USB ចេញពីហោប៉ៅរបស់មេដឹកនាំហើយរត់ចេញដោយសារតែការវាយដំ Blacky បានប្រាប់ទីតាំងដែលលាក់ប្រអប់លុយតែពេលជីកទៅឃើញតែមួយកេសប៉ុណ្ណោះមេដឹកនាំក៏បានវាយ Blacky បន្ថែមពេលនោះដោយសារភាពមិនប្រុងប្រយ័ត្នរបស់អ្នកក្រមបង្គាប់ដីជីកដីក៏បានបុកក្បាល Blacky ធ្វើឲ្យគាត់សន្លប់ Blacky ត្រូវបានបញ្ជូនទៅពេទ្យមេដឹកនាំបានដឹងថាវីរ៉ាជាអ្នកអូសឡានដំបងក៏សង្ស័យវីរ៉ាហើយចាត់ចែងឲ្យមនុស្សទៅផ្ទះនាងលោកពូក៏ប្រញាប់ទេទៅវីរ៉ាព្រមមាននាងមិនឲ្យត្រឡប់ទៅផ្ទះវីរ៉ាជាមនុស្សរឹងមាំមិនព្រមចុះចាញ់នឹងលុយរបស់ខ្លួនឡើយនាងបានកាន់កាំបិតហើយត្រឡប់ទៅផ្ទះដោយសម្ងាត់នាងលាក់លុយនៅក្នុងពីដានពេលនាងហៀបនឹងកេងទៅ
នាងក៏ឃើញអ្នកក្របង្កប់ម្ញាក់របស់មេដឹកនាំលាក់ខ្លួននៅក្រោមឥដ្ឋវេរ៉ាបានប្រយុទ្ធជាមួយបុរសនោះយ៉ាងក្លាហានទោះបីជាបុរសនោះខ្លាំងក៏ដោយតែវេរ៉ាបានប្រើកាំបិតចាក់ចូលជើងគាត់ហើយបន្ទាប់មកក៏វាយផ្អឹបនឹងជញ្ជាំងវេរ៉ាជាមនុស្សចុងគំនុំនាងបានទាត់បុរសនោះ3-4ជើងទៀតរហូតដល់សន្លប់វេរ៉ាបានជួបលោកពូនៅមន្ទីរពេទ្យលោកពូបានលួចហុត USB នោះឲ្យវេរ៉ានៅក្នុងផ្ទះរបស់វេរ៉ាមេដឹកនាំបានរកឃើញមុខសុវត្ថិភាពម៉ូតូរបស់លោកពូប៉ុន្តែមិនបានសង្ស័យអ្វីឡើយតែក្រោយមកដោយឃើញលោកពូនិង Black Key ស្និទ្ធស្នាលគ្នានៅមន្ទីរពេទ្យមេដឹកនាំក៏សង្ស័យលោកពូហើយបានវាយ Black Key រហូតដល់គាត់សារភាពថាមានពួកគេ3នាក់ចូលរួមមេដឹកនាំបានចាប់លោកពូហើយពាក់មុខសុវត្ថិភាពឲ្យគាត់ដើម្បីឲ្យលោកពូលាតត្រដាងលោកពូត្រូវបានមេដឹកនាំវាយហើយបង្ខំឲ្យនិយាយថាលុយនៅវេរ៉ាលោកពូបានរត់គេចខ្លួនតែត្រូវប៉ូលីសចាប់បានព្រោះធ្វើឲ្យកកស្ទះចរាចរណ៍វេរ៉ាបានឃើញវីដេអូលោកពូត្រូវជាចាប់ហើយនាងក៏មានចិត្តអាណិតអាសូរដល់គាត់នាងបានយក USB នោះមកមើលហើយឃើញមានភស្តុតាងលាក់ពន្ធនិងអំពើពុករលួយរបស់មហាសេដ្ឋីវេរ៉ាបានរកឃើញវិធីជួយសង្គ្រោះលោកពូហើយនាងបានចម្លងឯកសារទាំងនោះហើយបានគម្រាមកំហែងទៅមេដឹកនាំថាត្រូវដោះលែងលោកពូបើមិនដូច្នោះទេនាងនឹងបង្ហោះឯកសារសម្ងាត់របស់មហាសេដ្ឋីនៅលើអ៊ីនធឺណិតមហាសេដ្ឋីត្រូវបង្ខំចិត្តដោះលែងលោកពូបន្ទាប់ពីដោះលែងហើយក្រុមសងសឹកទាំង4នាក់គឺវេរ៉ាលោកពូ Black Key និងស្បែកជើងក៏បានបង្កើតឡើងពួកគេដឹងថាមហាសេដ្ឋីនឹងមិនជប់ទេដូច្នេះពួកគេបានបដិញ្ញាចិត្តតស៊ូម្ដងទៀតពួកគេបានរៀបចំកិច្ចព្រមព្រៀងជាមួយមេដឹកនាំនិងលេខាធិការមហាសេដ្ឋីនៅកន្លែងជួបជុំមេដឹកនាំបានចំអកឲ្យវេរ៉ាហើយមិនព្រមប្រគល់លុយវេរ៉ាខឹងក៏យកកាំបិតកាត់ដៃមេដឹកនាំយ៉ាងសាហាវ Black Key ក៏បានកាប់ក្បាលមេដឹកនាំស្ទើរដាច់លេខាធិការមហាសេដ្ឋីភ័យខ្លាចក៏លាក់ខ្លួនក្រងឡានស្បែកជើងក៏បានបកដៃគេទៅឡានហើយដុតឡានទាំងមូលលេខាធិការមហាសេដ្ឋីដែលអៀងពីឡានគឺឆេះពេញខ្លួនហើយត្រូវវេរ៉ាបញ្ចប់ជីវិតយ៉ាងលឿនដើម្បីកុំឲ្យគាត់វេទនាក្រុមទាំង4ក៏បានលាក់ខ្លួនទៅក្រៅប្រទេសដោយប្រើលួយកំហុកនោះហើយបានបង្កើតជីវិតថ្មីដ៏សប្បាយរីករាយវេរ៉ាបានជួបមហាសេដ្ឋីហើយគំរាមគាត់នឹងកំបិតដែលគ្មានគ្រាប់ដើម្បីឲ្យអ្នកមានទាំងនោះបានភ្លួតរសជាតិនៃការភ័យខ្លាចហើយដឹងថាមនុស្សស្លាប់ហើយមិនអាចចាយលុយអស់យ៉ាងម៉េចរឿងនេះបានបង្ហាញថាលុយអាចជាគន្លឹះផ្លាស់ប្ដូរវាសនាប៉ុន្តែក៏អាចជានួយទាក់នាំទៅរកទីជ្រៅដែរនៅក្នុងពិភពលោកដែលពោរពេញទៅដោយលុយហើយនឹងអំណាចមនុស្សថ្នាក់ទាបអាចយកឈ្នះលឿនញាក់មានបានដោយសារតែការតាំងចិត្តនិងភាពក្លាហានរបស់ពួកគេ